មុខម្ហូបមួយក្នុងចំណោមមុខម្ហូបផ្សេងទៀតនៃចំណង់ចំណូលចិត្តរបស់ខ្ញុំគឺជាសម្លប្រហើនឯងបងប្អូនហើយសម្លប្រហើននេះបើថាដាក់បន្លែតិចៗក៏មិនមែនជាចំណង់ចំណូលចិត្តរបស់ខ្ញុំឡើយចាស្លតើថាបន្លែមួយកញ្ច្រែងពីរកញ្ច្រែងដាក់ទៅឲ្យលុបជាមួយនឹងសាច់នឹងបានឆ្ងាញ់បងប្អូនតែរបៀបធ្វើហើយនឹងបន្លែបន្លុកគឺយើងធ្វើបែបស្រុកស្រែបន្លែស្រុកស្រែដូចគ្នាដែរបងប្អូនហើយបើថារសជាតិវិញហូយនិយាយមិនចាញ់ទេថាឆ្ងាញ់មែនទែនជាដំបូងឡើយគឺយើងទៅធ្វើការកាប់ទំពាំងផ្អែមរបស់យើងបងប្អូនទំពាំងនេះគឺជាទំពាំងផ្អែមដាំក្រោយផ្ទះរបស់ខ្ញុំនឹងឯងបើថាភ្លុះវិញហូបមិនចង់តាន់ទេ3ខែនេះជាខែប្រាំងក៏ដោយតែវាមានភ្លៀងកក់ខែបន្តិចបន្តួចក៏វាភ្លុះមកឲ្យយើងបានហូបបន្តអញ្ចឹងណាបងប្អូនតែថាមួយនេះស្លំអស់ទេចាមួយនេះ1គីឡូហើយចា1គីឡូជាងអីហើយនៅថាសម្ោចយើងសម្ោចខាំតិចបងប្អូនដោយសារវាសម្ោចនៅរោមអាជាតិផ្អែមហើយយើងឈៀងមកបេះជាមួយនឹងស្លឹកបាសដែលនៅជុំវិញលបងរបស់យើងម្ដងចាដែលស្លឹកបាសនេះគឺជាស្លឹកបាសធម្មជាតិតែម្ដងបងប្អូនហើយមើលថាត្រួយគេលាស់មកប៉ះទឹកភ្លៀងម្ដងមកកានចេះទៅតាលាស់មកឡើងលហួតាគួរចង់ឆ្ងាញ់ចង់ញ៉ាំមែនទេបងប្អូនហើយស្ងោរលក់ក៏ឆ្ងាញ់ដែរបងប្អូនមើលឃើញអ្នកមើលត្រួយគេឡើងអូយចាហើយថាស្លឹកបាសប៉ុណ្ណេះមិនទាន់គ្រប់ទេដើរបេះមិនមែនបានតែប៉ុណ្ណេះបងប្អូនបានច្រើនចាហើយមកបេះជាមួយនឹងត្រួយងប់របស់យើងចានេះងប់របស់យើងដែលនៅជុំវិញផ្ទះហ្នឹងបានថាតរោឯណាទេបងប្អូនគេថាបន្លែប្រឡូកយើងចាអំបាក់តរោវាឆ្ងាយទេហើយមិនបាច់ទិញគេអស់លុយច្រើនដែរហើយមានស្អំមានអីខ្លះមកចាមានផ្ស៊ីមានននងតិចមកបងប្អូនហើយយើងទិញគេតត្រាវជាមួយនឹងដលងហើយនឹងលពៅតិចទៅបងប្អូនយើងផ្សំគ្នាចាហើយទិញគេតាម1000 2000អីហ្នឹងអូយហូបអស់ទេបងប្អូនហើយនេះបងប្អូននេះគឺជាបន្លែដែលយើងរកបានហើយនឹងនេះគឺជាជីលីងលាក់ដែលយើងត្រូវបង់សម្លដាក់ជាមួយនឹងត្រីឆ្អើររបស់យើងបងប្អូនចាត្រីឆ្អើរនេះធ្វើការត្រាំទឹករីកហើយបកយកសាច់បកវារៀងបែកសាច់ចឹងបងប្អូនហើយទឹកស្លនេះយើងដាក់អំបិលស្ករប៊ីចេងដាក់គល់លក្រីជាមួយនឹងខ្ជាយចាកុំភ្លេចខ្ជាយហើយដាក់ប្រហុករៀងស្អុយបន្តិចបានឆ្ងាញ់ស្លប្រហើរហើយធ្វើការដាក់ពេលដែលទឹកពុះធ្វើការដាក់ត្រពាំងចូលមុនដោយសារតែត្រពាំងយើងត្រូវការរំងាស់វាឲ្យរៀងបាត់ល្វីងបាត់ហាងអញ្ចឹងណាបងប្អូនហើយទឹកត្រពាំងពុះបានយើងធ្វើការចាក់បន្លែរឹងចូលមានដូចជាលពៅដលងអីហ្នឹងណាបងប្អូនហើយទុកវាឲ្យពុះមកស្ទុះធំហើយឲ្យរៀងឆ្អិនល្មមហើយបានយើងធ្វើការដាក់ជាមួយនឹងនេះបន្លែបៃតងយើងចូលទៅហើយមិនបាច់ដាក់ឲ្យវាឆ្អិនលួយផ្លាំងពេកទេបងប្អូនហើយដោយសារតែកុំឲ្យវាបាត់វីតាមីនអញ្ចឹងណាយើងដាក់វាឲ្យមានមួយសន្លប់ធំទៅបានហើយផ្លេចបងប្អូនមិនគៀពពុះចេញផងណាពេលដែលវាឡើងពពុះឡើងអីអញ្ចឹងដោយសារពពុះចេញពីប្រហុកពីអីអញ្ចឹងណាបងប្អូនហើយចុងក្រោយគឺយើងធ្វើការដាក់ជីនាងវងមិនមែនទេបងប្អូនជីលីងលាក់ចាដាក់ជីលីងលាក់នេះចូលទៅហើយបើថារសជាតិវិញហើយចាឆ្ងាញ់ខ្លាំងមែនទេបងប្អូនមើលតែឃើញតែដឹងហើយថាតំណងខ្លាំងប៉ុណ្ណាចារបស់ស្រុកស្រែធម្មជាតិស្រុកស្រែបែបចេះបាយព្រឹកបងប្អូនហើយអស់បាយកន្លះឆ្នាំមិនដឹងខ្លួនទេតែបើសម្រាប់ខ្ញុំណាគឺខ្ញុំចូលចិត្តញ៉ាំបន្លែច្រើនអញ្ចឹងបើសាឡនចេះគឺខ្ញុំញ៉ាំបន្លែដែលថាសាឡនមួយចានចេះគឺបាយត្រឹមតែ1ស្លាបព្រា2ស្លាបព្រាអីគឺខ្ញុំញ៉ាំតែប៉ុណ្្នឹងទេចាភាគច្រើនគឺខ្ញុំផ្ដោតទៅលើបន្លែខ្ញុំញ៉ាំបន្លែច្រើនជាងបងប្អូនហើយនេះបងប្អូនដួសដាក់ចានសុផានភាពគេគឺបែបនេះឯងដាក់ម្ទេសលឿងក្រហមទៅលើចេះមកបងប្អូនហើយបងប្អូនតោះញ៉ាំជាមួយនឹងស្វាមីខ្ញុំនិងខ្ញុំទាំងអស់គ្នាណាបងប្អូនហើយយើងមានតាពាំងមានអីចេះទៅដាក់ទៅជ្រប់អូយបងប្អូនឆ្ងាញ់ខ្លាំងមែនទែនហើយតាពាំងនោះងើសរៀងយូរបន្តិចណាបងប្អូនចាំយើងធ្វើការដាក់ជាមួយនឹងនេះយើងចូលណាជាមួយនឹងបន្លែផ្សេងយើងចូលណាព្រោះអីតាពាំងវារឿងហាងដែរប៉ុន្តែបើតាពាំងផ្អែមមិនសូវជាបញ្ហាទេតែបើថាតាពាំងស្រែវិញអាចថារៀងហាងអញ្ចឹងរៀងងោះរៀងយូរបន្តិចនេះបងប្អូនធ្វើការញ៉ាំស្វាមីខ្ញុំញ៉ាំចង់ពំបាយទៅផ្ញើអ្នកណាមិនដឹងចានេះបងប្អូនមួយម៉ាត់ហើយមួយម៉ាត់ទៀតមកហើយនេះបងប្អូនឆ្ងាញ់នេះបងប្អូនបានទស្សនាវីដេអូហើយសង្ឃឹមថាឆ្ងាញ់ជាមួយពួកខ្ញុំទាំងអស់គ្នាហើយនេះគឺជាម្ហូបសុខភាពសម្រាប់ខ្ញុំគិតថាវាជាម្ហូបសុខភាពហើយព្រោះវាជាបន្លែប្រឡុកសុទ្ធច្រើនភាគច្រើនតែម្ដងបងប្អូនហើយញ៉ាំចឹងរាល់ថ្ងៃដឹងតើអើយចាសុខភាពល្អយកទៅណាមិនអស់ទេអរគុណច្រើនបងប្អូនហើយវីដេអូនេះមានតែប៉ុណ្ណឹងឯងហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនស្រឡាញ់ចូលចិត្តហើយមានតែប៉ុណ្នេះទេបងប្អូនជម្រាបលាជួបគ្នាជាមួយនឹងពួកខ្ញុំនៅវីដេអូក្រោយៗបន្តទៀតហើយពុកម៉ែបងប្អូនក៏នៅតែចូលរួម comment បន្តទៀតចាអរគុណច្រើនចាបាយបាយ